សួស្តីបងប្អូនអបអរសាទរបងប្អូនចូលរួមជាមួយនឹងម៉ោងរៀនរបស់យើងថ្ងៃនេះម៉ោងរៀនភាសាខ្មែរភាគទី5សម្រាប់ឲ្យសិស្សថ្នាក់ទី6មេរៀនទី24អត្ថបទការបង្រៀនភាសាខ្មែរឥឡូវគឺពាក្យពិបាកបងប្អូនស្ដាប់ទាំងអស់គ្នាស្មារតីទិនថឹងសាលាសកលជើងហ្វូធំបណ្ដោះបណ្ដាលដោតោកម្មាភិបាលកាំបោធនធានមនុស្សងុំញឹងលើកសមត្ថភាពnăng lực ឥឡូវគឺខ្លឹមសារអត្ថបទនៅគ្រប់តំបន់ជនរួមជាតិខ្មែរឲ្យតែមានសាលារៀនទីនោះនឹងមានបង្រៀននិងរៀនពីភាសាវិទ្យាខ្មែរការសិក្សាពីភាសានៅតំបន់ជនជាតិមានសារៈសំខាន់ណាស់ព្រោះជំនួយដល់កុមារជនជាតិខ្មែរបានចេះទាំងភាសាខ្មែរទាំងភាសាសកលការរៀនភាសាខ្មែរគឺដើម្បីពង្រីកស្មារតីមនោសញ្ចេតនានិងការយល់ដឹងចំពោះវប្បធម៌ជនជាតិខ្មែរនិងរបស់ជនជាតិជាបងប្អូនក្រៅពីការសិក្សាភាសាខ្មែរនៅសាលាសកលនៅមានសិក្សាភាសាបាលីរបស់សាមណសិស្សនៅតាមវត្តអារាមក្រោយពីបានប្រឡងជាប់ថ្នាក់ពុទ្ធិកបឋមសិក្សាមកព្រះសង្ឃទាំងនេះនឹងបានជំរឿចូលរៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាំបូបន្តទៀតទន្ទឹមនឹងការសិក្សាភាសាខ្មែរនៅសាលាសកលសាលាវត្តនៅស្ថាប័ននានាមួយចំនួនក៏មានចាត់តាំងបើកបង្រៀនអក្សរភាសាខ្មែរផងដែរព្រមជាមួយនោះនៅបណ្ដាសាលាគរុកោសល្យជារៀងរាល់ឆ្នាំតែងមានបើកថ្នាក់បណ្ដុះបណ្ដាលគរុសិស្សពីភាសាខ្មែរវិទ្យាដើម្បីចេញទៅបង្ហាត់បង្រៀនភាសានៅតំបន់ជនជាតិខ្មែរការសិក្សាពីភាសាបានបង្កលក្ខណៈបណ្ដុះបណ្ដាលឲ្យភាសាជនជាតិបានស្ថិតស្ថេរនិងពង្រីកពង្រឹងមួយថ្ងៃកាន់តែល្អឡើងហើយទន្ទឹមនោះបង្កប្រភពបណ្ដុះបណ្ដាលធនធានមនុស្សជាកម្មាភិបាលជនជាតិខ្មែរមានសមត្ថភាពល្អឡើងនេះគឺជាខ្លឹមសារចងចាំរបស់អត្ថបទយើងទាំងមូលបងប្អូនណាចឹងយើងគួរតែចងចាំថាគប្បីខ្នះខ្នែងសិក្សាអក្សរភាសាជនជាតិរបស់ខ្លួនគប្បីខ្នះខ្នែងសិក្សាអក្សរភាសាជនជាតិរបស់ខ្លួនចាអត្ថបទរបស់យើងគឺចាប់ត្រឹមនឹងអរគុណបងប្អូនទាំងឡាយដែលបានចូលរួមក្នុងម៉ោងនេះយើងហាត់សូត្រអត្ថបទឲ្យបានរលូនល្អបងប្អូនណាអរគុណលាបងប្អូនទាំងអស់គ្នា